thị trường bóng ổn quạt chụp nhóm á có gì chứ mấy bà nhóm nó sơ bỏ thì cồn phơi chẳng lành từ cồn bong ấy chẳng á xung bay tờ là việc tha nước nông hay bỏng phé có sơ ban âm đẹp hụt bậc quạt này trong việc tha theo tờ khi cồn chỉ cần mà sạch bỏ dương phần tái dương thở tại cổ rục quạt mình này tha ổn phép quạt chỉ mình được cho chặt thọt ao tập bé thọt cô cho chặt mơ tha how many like how many view có chẳng mơ tha ô bị ô bỏ quạt nó miên kê cho chặt cột tròn đứa có ai on ta xem ổn phép ăn cho nghề ổn phép quạt chỉ mình đã yên chẳng về đã thọt quạt zoom xuống quạt ở nhung lục chào đứa còn bị thay dù nhung thọt quạt ban mà đòn ấy chẳng to tại phong cả nhà tha mà bị kho ban ភរិយាជាវណ្ណរិទ្ធចេញមកបកស្រាយក្រោយមានមតិថាស្រឡាញ់កូនមិនស្មើគ្នាអ្នកនាងសុភាពមល្យាភរិយារបស់ពិធីករជាវណ្ណរិទ្ធបានចេញមកបកស្រាយដល់សាធារណជនបន្ទាប់ពីមានមតិថានាងហាក់ដូចជាស្រឡាញ់កូនមិនស្មើគ្នាដោយបង្ហាញតែកូនបងមិនសូវជាបង្ហាញនិងស្រឡាញ់កូនពៅនៅលើបណ្ដាញសង្គមឡើយតាមរយៈការបកស្រាយនៅលើគណនី TikTok ភរិយារបស់លោកជាវណ្ណរិទ្ធបាននិយាយថាកូនជាកម្មសិទ្ធិរបស់នាងប៉ុន្តែនាងក៏ត្រូវគោរពកូនដូចគ្នាដោយសារតែកូនពៅរបស់ខ្លួនមិនចូលចិត្តថតនោះទេខណៈដែលកូនបងពេញចិត្តនឹងឲ្យម្ដាយថតអ្នកនាងរៀបរាប់ថាកូនពៅរបស់ខ្លួនគឺជាមនុស្សដែលអៀនតែថតមិនស្រួលបានឲ្យនាងលុបចោលឬយន្តការយូរម្ដងបានថតកូនពៅក៏ត្រូវសុំការអនុញ្ញាតដែរមុននឹងបង្ហោះជាសាធារណៈតើតើនឹងបញ្ហាសុខភាពរបស់កូនទាំងពីរអ្នកនាងសុភាពមល្យាថាពួកគេឈឺដូចតែគ្នាដោយសារកូនបងពេញចិត្តនឹងឲ្យថតពេលរូបគេកេងពេទ្យបន្តោកសេរ៉ូមប៉ុន្តែកូនពៅគឺមិនឲ្យថតជាដាច់ខាតដោយលើកហេតុផលថាខ្មាស់គេដោយសារតែការចាក់ថ្នាំរូបគេយំជាដើមដូច្នេះនាងគោរពសិទ្ធិកូនភរិយាពិធីករល្បីឈ្មោះប្រចាំប្រទេសបន្តទៀតថាការបង្ហោះនាងមិនមែនជាតែផុសនោះទេពីព្រោះខ្លាចនៅពេលកូនធំឡើងកូននឹងមិនសប្បាយចិត្តអ្វីដែលបានបង្ហោះអ្នកនាងសង្កត់ធ្ងន់ថាកូនគឺស្រឡាញ់ដូចគ្នាគ្រាន់តែមួយពេញចិត្តនឹងឲ្យបង្ហាញមួយទៀតជាមនុស្សដែលអៀនក៏បញ្ជាក់ផងដែរថាតារាសម្ដែងនិងជាពិធីករជីវណ្ណរិទ្ធនិងអ្នកនាងសុភាពមល្យាបានរៀបការអាពាហ៍ពិពាហ៍កាលពីថ្ងៃទី18ខែមករាឆ្នាំ2013ហើយបច្ចុប្បន្នអ្នកទាំងពីរមានកូនប្រុសចំនួន2នាក់ថ្មីនេះភរិយារបស់លោកជីវណ្ណរិទ្ធក៏បង្ហើបពីគម្រោងយកកូនទី3ផងដែរ